ទៅពីស្លាប់ខាងឆ្វេងវ៉ាងដាវីនលើកចូលក្នុងប្រអប់គ្រោះថ្នាក់អ្នកចាំទីផ្ទះចេញមកខាងក្រៅតែបាក់ក្បាលទៅសារជាថ្មីតែមិនមានបញ្ហាសម្រាប់ទីរបស់ MI នោះទេទៅសារជាថ្មីម្ដងទៀតបញ្ជូនត្រង់នេះបានល្អមែនទេប៉ុន្តែអ្នកចាំទី Wenger Agosto ចេញមកជួយសង្គ្រោះបាល់នេះបានយ៉ាងល្អការបញ្ជូនផ្លត់ស្នីតរបស់ខ្សែការពារទម្លាក់មកត្រង់នេះសុទ្ធមួយជើងស្ដាំល្អមែនទេប៉ុន្តែមិនចំគោលដៅនោះទេទៅសារជាថ្មីម្ដងហើយម្ដងទៀតពីបឹងកេត Luis Willy ទប់មួយក៏ដួលសុទ្ធបន្ថែមមួយជើងនេះបុកជាមួយនឹងអ្នកចាំទីចូលមកដល់តង់ទី2បឹងកេតនៅតែព្យាយាមដាក់សម្ពាធដើម្បីរកគ្រាប់បាល់សុទ្ធបញ្ចូលទីទៅលើក្រុមបាល់ទាត់ MI កំពង់ដេវ៉ាប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងរហូតមកដល់ត្រង់ចំណុចនេះ Luis Willy កាត់ចូលមកអ៊ីវសវណ្ណរាជាអ្នកតែតបញ្ចូលទីគ្រាប់ទី1ឲ្យក្រុមបាល់ទាត់បឹងកេតនាំមុខទៅលើក្រុមបាល់ទាត់ MI កំពង់ទេវ៉ា1-0ឱកាសក៏មានផងដែរសម្រាប់ MI កំពង់ទេវ៉ានៅវគ្គទី2នេះការតែតក្បាលនេះអ្នកចាំទីកយសាលីមរ៉ាប់រងបានយ៉ាងល្អនៅតំបន់របស់ខ្លួនអ៊ីអាហ្គូបេនតូអស់ទៅស្លាប់ខាងស្ដាំគៀងមួយហើយក៏លើកចូលមកត្រង់នេះ Luis Willy បន្ថែមមួយជើងស្ដាំបង្កើតបានជាគ្រាប់ទី2ឲ្យក្រុមម្ចាស់ផ្ទះបឹងកេតនាំមុខទៅលើក្រុមភ្ញៀវ MOI កំពង់ទេវ៉ានៅតែមិនស្រាកស្រានក្នុងការសម្រុកលើកទៅត្រង់នេះខ្សែការពារស្លាយកាត់ចេញទៅខាងក្រៅការវាយបកពី MOI ត្រឡប់ទៅវិញក៏មានផងដែរការទាត់មួយជើងស្ដាំស្រាលប៉ុន្តែមិនចំគោលដៅនោះទេទៅសារជាថ្មីពីបឹងកេតឆក់បាល់បានត្រង់នេះក៏បញ្ជូនទៅណាមិនឆ្ងាយទាត់មួយជើងពីចម្ងាយមិនចំគោលដៅនោះទេទោះបីជានាំមុខគូប្រកួត 2-0 ហើយយ៉ាងណាក្តីក៏បឹងកេតនៅតែព្យាយាមសម្រុកម្ដងហើយម្ដងទៀតដើម្បីរកគ្រាប់បាល់ទី3ប៉ុន្តែធ្វើមិនបានសម្រេច MI ម្ដងម្កាលក៏មានឱកាសក្នុងការវាយបកសម្ដៅទីរបស់បឹងកេតផងដែរការសុទ្ធត្រង់នេះកយសាលីមជួយសង្គ្រោះបានល្អមែនទែនទៅសារជាថ្មីបញ្ជូនខ្លីៗទម្លាក់ទៅស្លាប់ខាងស្ដាំសុទ្ធមួយជើងពីចម្ងាយមិនចំគោលដៅ